Sầm bot choបញ្ជីសម្បត្តិអីហ្នឹងលិខិតអញ្ជើញចូលរួមសន្និការរឿងនឹងមែនទេកាលពីមុនថែរក្សាទឹកដីនេះយ៉ាងណាកូនប្រុសនឹងថែរក្សាវាឲ្យបានប៉ាដឹងប៉ាប្រកាសជាសប្បាយចិត្តណាស់ដល់ទីបញ្ចប់ហើយថ្ងៃនេះទីបំផុតក៏មកដល់សម្ព័ន្ធមិត្តដែលធ្វើជាសាក្សីត្រូវចាប់ត្រីទាំងអស់ឡើងលើទូកឲ្យអស់លីម៉ូថ្ងៃនេះមិនបាច់នេសាទត្រីទេទៅជាមួយខ្ញុំជាងឆាលោកគ្រូស៊ូលោកមិនយល់ទេខ្ញុំយល់តើលោកតែងតែរែកពុនរឿងគ្រប់យ៉ាងដាក់លើស្មាខ្លួនឯងប៉ុន្តែលោកភ្លេចទៅហើយថាលោកមិនមែននៅម្នាក់ឯងទេថ្ងៃនេះទៅមាត់សមុទ្រមិនមែនទៅនេសាទទេគឺទៅមើលសមុទ្រតើលោកត្រៀមខ្លួនយូរហើយឬនៅជិត1 ខែហើយរាល់ថ្ងៃដេកយប់ជ្រៅមែនទេដេកមិនលក់ទេខ្លាចចាញ់ឬមិនមែនខ្លាចចាញ់ទេគឺខ្លាចធ្វើឲ្យអ្នកដែលមកជួយខ្ញុំខកចិត្តតើលោកចាប់ផ្ដើមយកការងារអ្នកដទៃមកដាក់លើស្មាខ្លួនឯងតាំងពីពេលណាថែមទាំងធំជាងអាងទឹកទៀតលោកនៅក្បែរអាងទឹកមួយឆ្នាំមកហើយក្នុងភ្នែកលោកមានតែទឹកមួយកន្លែងនោះប៉ុន្តែពិភពលោកនេះធំជាងទឹកកន្លែងនោះឆ្ងាយណាស់ទោះបីជាការបើកសំណៀការឈ្នះឬចាញ់ក៏ដោយលោកត្រូវតែដឹងថាលោកនៅមានកន្លែងផ្សេងទៀតដែលត្រូវទៅគ្រប់គ្រងទឹកដូចជាគ្រប់គ្រងចិត្តឪពុកខ្ញុំធ្លាប់និយាយបែបនេះចិត្តធំទឹកក៏ធំចិត្តតូចទឹកក៏មិនអាចផ្ទុកលោកបានដែរការបើកសំណៀការនៅថ្ងៃស្អែកទោះបីជាលទ្ធផលយ៉ាងណាក៏ដោយក៏សមុទ្រមួយកន្លែងនេះនៅតែបន្តនៅទីនេះជានិច្ចទីបំផុតមកដល់ហើយទៅរកឆៅសៃសិនទៅពូឆៅខ្ញុំឈ្មោះខេនវែងគឺជាមនុស្សដែលបងលេនបានណែនាំមកអាមួយនោះ4000លាននោះមែនទេបាទខ្ញុំហើយយ៉ាវហ្វាឈិងម៉េងយ៉ាវម៉ាឆេងកងហ្សេងហានបងយើងមកដល់ហើយបងប្អូនទាំងអស់គ្នាយប់នេះមិនស្រវឹងមិនឈប់ណាបងលេងស្អែកមានសំណៀការបងគ្រាន់តែបញ្ជាមកពួកយើងនឹងទៅទាំងអស់គ្នាស្អែកពួកឯងមិនបាច់និយាយអ្វីទេចុះពួកយើងទៅធ្វើអីគឺទៅអង្គុយចាំមើលដើម្បីឲ្យពួកវាឃើញថាខ្ញុំមិនមែននៅម្នាក់ឯងទេបងប្អូនឲ្យស្អែកមានសំណៀការពួកយើងលើកកែវជូនបងលីនមួយកែវគោរពអរគុណដែលបងបានជួយខ្ញុំកាលពីមុនហើយក៏អរគុណដែលបងបង្រៀនខ្ញុំឲ្យចេះគ្រប់គ្រងការងារគោរពអរគុណដែលបងបានបើកផ្លូវឲ្យខ្ញុំគោរពអរគុណដែលបងមិនឲ្យខ្ញុំលក់ហាងហើយក៏អរគុណដែលបងដាស់តឿនខ្ញុំបងលីនពិតជាខ្លាំងមែនគោរពដល់ម៉ូស៊ីនិងគោរពដល់លោកឪពុកបងស្អែកនេះបើមានភ្លៀងយើងទៅស្ទូចត្រីជាមួយគ្នាបងលើកនេះពួកយើងឈ្នះដាច់តែម្ដងលោកឈៀនខ្ញុំយល់ថាគួរតែដកគម្រោងនេះចេញដកចេញទៅទើបអាចរក្សាគ្រីដាំទុកបានដកចេញហើយអ្នកទាំងអស់គ្នាគិតថាដកចេញទៅគឺចប់ហើយមែនទេយ៉ាងហោចណាស់ក៏អាចកាត់បន្ថយការខាតបង់បានដែរអ្វីដែលពួកគេចង់បានមិនមែនជាអាងស្តុកទឹកទេគឺក្បាលរបស់ខ្ញុំឈៀនសឹងនេះឯងផ្លូវរស់តែមួយគត់គឺត្រូវតែយល់ព្រមចូលរួមសន្និការចុះបើខ្ញុំចាញ់វិញបើអញ្ចឹងយើងស្លាប់ជាមួយគ្នាលោកប្រធានម្ដាយលោកស្រាប់តែសន្លប់បាត់ស្មារតីលោកត្រូវតែមកភ្លាមណាជៀនគួរឲ្យម៉ាក់ធ្វើនំគៀវទុកឲ្យកូនចាំកូនត្រឡប់មកញ៉ាំណាប៉ាកូនជួយប៉ាបងត្រីមួយទៀតណា
ប៉ាមើលមុខកូននេះឆាត់មួយនេះដូចគ្នានឹងប៉ាពីមុនដែរអ្វីដែលរក្សាទុកមិនមែនជាទទេគឺជារបស់ដែលប៉ាទុកឲ្យកូនបន្តិចបន្តួចនេះឯងស្អែកពាក់អាវមួយនេះទៅប៉ាអញស្ដាយមិនហ៊ានពាក់ទេស្អែកនេះមានសវនាការពាក់អាវនេះទៅឲ្យប៉ាអញទៅដែរអ្នកស្រុកទាំងមូលមកគ្នាអស់ហើយដោយការប៉ាអញនៅក្មេងអញ្ចឹងឆាត់នេះឲ្យម៉ាក់ទៅនេះជាទង់របស់ប៉ាឯងថ្ងៃនេះត្រូវតែលើកវាឡើងថ្ងៃនេះអ្វីដែលយើងការពារមិនមែនត្រឹមតែជាអង្គទេតែវាជាផ្ទះរបស់យើងត្រូវតែការពារផ្ទះឲ្យបានការពារផ្ទះឲ្យបានលីម៉ូត្រីមួយក្បាលនេះថ្ងៃនេះយើងទៅនេសាទជាមួយគ្នាកិច្ចប្រជុំសវនាការចាប់ផ្ដើមជាផ្លូវការហើយពាក់កណ្ដាលដំបូងគឺកែលម្អគុណភាពទឹកបងលីតើយើងគួរតែជំទាស់ដែរឬទេចាំសិនចាំឲ្យគេសម្ដែងឲ្យចប់សិនទឹកវាមានជីវជាតិខ្លាំងពេកត្រីវាមិនឃ្លានទេចំណីរបស់ឯងវាឆ្អាប់ពេកហើយលីម៉ូមិនមែនជាអ្នកបោកប្រាស់ទេខ្ញុំគឺលោកលីនដែលឲ្យខ្ញុំខ្ចីលុយគេជួយសងបំណុលខ្ញុំហើយថែមទាំងជួយខ្ញុំជាមេធាវីខ្ញុំតំណាងឲ្យមេធាវី20រូបដើម្បីធ្វើសេចក្ដីប្រណិធានយើងឈរខាងលោកលីនអ្នកគឺជាអ្នកបោកប្រាស់ឈិនវឹងចៅហ្វូឈឹងមឹងយ៉ាវលោកម៉ាចាំងហានម្នាក់សុទ្ធតែរកឃើញខ្លួនឯងនៅមាត់អាងស្តុកទឹកឆ្នាំ1998ឪពុកខ្ញុំមានអាយុនេសាទបានត្រីខៀវធំទម្ងន់12គីឡូត្រីនៅឯណាឬស្គលក៏នៅទីនោះដែរលោកឈៀនអ្នកពីជនបទរហូតដល់ក្រុមហ៊ុនមហាជនមិនមែនជារឿងងាយស្រួលទេខ្ញុំគោរពអ្នកប៉ុន្តែអ្នកដាក់នុយធំពេកហើយត្រីរត់អស់ហើយអ្នកឈ្នះលុយបានប៉ុន្មានបាត់បង់មនុស្សប៉ុន្មានអ្នកភ្លើងផ្ទះអ្នកមិនបានបើកយូរប៉ុណ្ណាហើយម្ដាយអ្នករងចាំអ្នកប៉ុន្មានឆ្នាំហើយបោះបង់ចោលទៅនៅទាន់ពេលទេជាគូសុំអ្នកទៅជាមួយពួកយើងមួយហេតុអ្វីបានជាអ្នកល្ងងម្លេះមួយទឹកនេះខ្ញុំចាញ់ហើយអ្នកមិនមែនចាញ់ខ្ញុំទេអ្នកចាញ់គឺចាញ់ខ្លួនឯងនឹងជាគូតោះទៅលីនម៉ូតាម៉ាក់ខ្ញុំសម្រាប់នៅមន្ទីរពេទ្យណាគាត់ឈឺថ្លើមដំណាក់កាលចុងក្រោយហើយមិនដឹងនៅបានប៉ុន្មានខែទៀតទេលោកឈៀនជួយមើលថែគាត់ផងគម្រោងអាងទឹកឡានស៊ីធានហ៊ូត្រូវតែបញ្ឈប់ហើយដំឡើងកម្រិតទៅជាតំបន់ការពារបរិស្ថានថ្នាក់ខេត្តអូយហើយអាងទឹកមិនត្រូវដួលរលំទេឬគោលនៅទីនេះអាងទឹកមិនត្រូវដួលរលំឬគោលនៅទីនេះអរគុណអ្នកទាំងអស់គ្នាអរគុណដែលបានរួមដំណើរជាមួយខ្ញុំរហូតមកដល់ពេលនេះចុះបន្ទាប់ពីនេះទៅវិញត្រឡប់ទៅផ្ទះវិញញ៉ាំស៊ុបក្តៅមួយចានទៅរងចាំអ្នកយូរហើយណាប៉ាខ្ញុំបាននេសាទត្រីឡើងមកលើភ្នំហើយអាងទឹកមិនទាន់គោកទេស្គាល់វានៅទីនេះរងចាំពី12ទៅ15ឆ្នាំអ្វីដែលខ្ញុំបានធ្វើខ្ញុំព្រមទទួលខុសត្រូវតើអាចសរសេរសម្បត្តិមួយច្បាប់ផ្ញើទៅឲ្យលីនម៉ូបានទេលោកលីនម៉ូអានសម្បត្តិនេះដូចបានជួបមុខគ្នានេះជាលើកទី1ហើយដែលខ្ញុំសរសេរសម្បត្តិឲ្យគូប្រកួតហើយក៏ជាលើកចុងក្រោយដែរខ្ញុំធ្លាប់ឃើញប្រទេសជាតិងើបចេញពីភក់ជ្រាំបើលុតជង្គង់ចុះហើយគឺមិនអាចងើបឡើងវិញបានទេអ្នកឈ្នះហើយអាងទឹកត្រូវបានការពារខ្ញុំព្រមចុះចាញ់ប៉ុន្តែលោកលីនថ្ងៃនោះអ្នកនិយាយថាឲ្យអតីតប្រធានថែរក្សាសុខភាពនោះជាពាក្យដែលធ្ងន់បំផុតដែលខ្ញុំធ្លាប់ឮក្នុងជីវិតនេះខ្ញុំមិនព្រមទេ
មានលោកម្នាក់ចង់ជួបអ្នកជាងគូមែនទេមិនមែនទេខ្ញុំឈ្មោះលីនម៉ូអ្នកមីងនេះជារបស់ដែលលោកប្រុសបានផ្ញើគេយកមកឲ្យសំណងគ្រោងនឹងបញ្ចប់ក្នុងរយៈពេល3 ខែនីតិខុសត្រូវឆ្នាំក្រោយនឹងអាចបើកដំណើរការបានក្រុមការងារមូលនិធិបរិស្ថានបានមកដល់ហើយពួកគេទទួលបន្ទុកស្ថានីយតាមដានប្រព័ន្ធអេកូឡូស៊ីអាងទឹកដែលនៅក្បែរវិទ្យាស្ថាននេះឯងហើយអ្វីដែលសំខាន់បំផុតនោះគឺថ្នាក់រៀននេសាទមាត់ទឹកលោកលីននេះគឺជាជំនាញរបស់អ្នកហើយអ្នកគិតបានល្អិតល្អន់ណាស់លោកលីនអ្នកគ្រាន់តែបង្រៀនសិស្សទៅបានហើយរឿងដែលសល់ពីនេះទុកឲ្យពួកយើងចាត់ចែងលោកលីនផ្ទាំងថ្មនេះសូមលោកជួយសរសេរអក្សរឲ្យផងអរគុណពាក្យ5ម៉ាត់នេះតម្លៃដល់ទៅ4000លានឯណោះបងលីងនៅតែជាស្តង់ដារវីតម្លៃរបស់បងដែរទម្លាប់ទៅហើយបងលីងចុះនៅខាងក្រោយផ្ទាំងថ្មគេសរសេរថាអ្វីដែរនៅខាងក្រោយផ្ទាំងថ្មគឺសរសេរថាជូនចំពោះអ្នកដំណើរទាំងអស់ដែលមកដល់មាត់ទឹកនេះបងលីងមកទីនេះជាមួយគ្នាពួកឯងថតទៅប៉ានេះហើយជាអ្វីដែលកូនខំថែរក្សាដែលប៉ាបានបន្សល់ទុកឲ្យកូនក្មួយឈ្មោះសៀវម៉ាន់មែនទេចាស់ថ្ងៃនេះជួយហៅពូលីនជំនួសអ្នកមីងផងណាពូលីនអរគុណអ្នកទាំងអស់គ្នាដែលបានមកថ្ងៃនេះសាលាស៊ុយពៀនបានបើកដំណើរការហើយយើងមិនយកថ្លៃសិក្សាហើយក៏មិនទទួលជំនួយដែរយើងទទួលតែអ្នកដែលចង់មកស្ទូចត្រីប៉ុណ្ណោះស្ទូចត្រីអ្វីទៅគឺស្ទូចត្រីដែលនៅក្នុងចិត្តដែលយើងមិនទាន់បានស្ទូចវាឡើងមកអ្នកទាំងអស់គ្នាឲ្យសាលា Waterside សូមសន្យាថាយើងនឹងមិនធ្វើអាជីវកម្មដាច់ខាតមិនយកថ្លៃសិក្សាហើយក៏មិនលក់វគ្គសិក្សាអ្វីទាំងអស់នេះគឺជាការសន្យារបស់ពួកយើងចំពោះលោកលីនលីនម៉ូចុះទៅថ្ងៃមុខវិញយ៉ាងម៉េចដែរចាំបន្តិចទៀតទៅភាពរីករាយនឹងមកដល់ហើយបានចាំក៏ចាំពូលីនឲ្យខ្ញុំចង់ទៅនេសាទត្រីតើពូលីនត្រូវចំណាយពេលយូរប៉ុណ្ណាទើបអាចនេសាទបានចាំបន្តិចទៀតទៅភាពរីករាយនឹងមកដល់ហើយតែវាមិនទាន់ដល់ពេលទេឥឡូវនេះឯងពូលីនឲ្យខ្ញុំនេសាទបានហើយសុំសួរផងតើត្រូវទៅសាលា Waterside តាមផ្លូវណាដែរតើអ្នកកំពុងរកលោកគ្រូលីនមែនទេមែនហើយមកតាមខ្ញុំមកលោកលីនខ្ញុំឈ្មោះចិនអ៊ីមីងជាប្រធានក្រុមហ៊ុនវិនិយោគ Goldwood ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិកលោកឈឿនតើខ្យល់អ្វីបក់នាំលោកមកទីនេះលោកលីនខ្ញុំមកពីទីក្រុងឡុងជិះយន្តហោះអស់12ម៉ោងឯណោះលោកលីនជួយមើលរូបថតនេះបន្តិចមកនេះជាឪពុកខ្ញុំមែនទេមែនហើយចុះម្នាក់ទៀតក្នុងរូបថតនេះជានរណាគឺជាឪពុកខ្ញុំកាលពីឆ្នាំ1985ឪពុកខ្ញុំនៅទីក្រុងឡុងគាត់បានរួចជីវិតដោយសារតែពាក្យសម្ដីមួយឃ្លារបស់ឪពុកលោកពាក្យនោះគឺថាការនេសាទត្រីមិនមែននេសាទយកត្រីនោះទេឪពុកខ្ញុំគាត់បានទទួលមរណភាពកាលពី2ឆ្នាំមុនពេលគាត់ស្លាប់គាត់បានផ្ដាំថាត្រូវតែសងគុណនេះដល់កូនប្រុសរបស់គាត់លោកលីនខ្ញុំមកលើកនេះគឺមានរឿងចង់ពឹងពាក់លោកមានក្លឹបនេសាទត្រីលំដាប់ពិភពលោកមួយនៅទីស្នាក់ការកណ្ដាលថ្មីនេះពួកគេជួបបញ្ហាធំមួយទើបចង់អញ្ជើញលោកទៅទីក្រុងឡុងលោកឈឿនអង្គុយចុះសិនមកយើងនេសាទត្រីសិនទៅលោកលីនត្រីនឹងមកដល់ទេចាំបន្តិចទៀតទៅត្រីចិត្តមកដល់ហើយ